ការរៀននៅតៃវ៉ាន់ចំណាយទៅលើអីគេខ្លះហើយក្នុងមួយខែខ្ញុំចាយអស់ប៉ុន្មាន Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាសិស្សផ្នែកអក្សរសាស្ត្រចិនដែលកំពុងតែសិក្សានៅតៃវ៉ាន់នឹងផ្ទាល់ហើយឥឡូវហ្នឹងខ្ញុំបានមកនៅតៃវ៉ាន់បានកន្លះឆ្នាំហើយមានអ្នកសួរច្រើនមែនតើថាខ្ញុំនៅតៃវ៉ាន់ហ្នឹងចំណាយអស់ប៉ុន្មានហើយបង់ថ្លៃសាលាការរស់នៅអីត្រូវចំណាយអស់ប៉ុន្មានក្នុងរយៈពេលមួយខែអញ្ចឹងសម្រាប់ខ្ញុំបង់ថ្លៃសាលាមកឈមមា2000ហើយខ្ទង់មួយខែខ្ញុំចាយប្រហែលជាខ្ទង់200អីដោយសារតក្នុងមួយថ្ងៃខ្ញុំចាយអស់$5ដោយសារដែលខ្ញុំញ៉ាំនៅសាលាថោកបំផុតដូចបាយអីក៏$2ជាងដែរក្នុងមួយពេលណាហើយពេលត្រូវទៅណាទៅណីអីគឺត្រូវជិះរថភ្លើងអញ្ចឹងអ្នកខ្លះគាត់បង់លុយមួយខែ$30អញ្ចឹងជិះទៅណាក៏បានដែរហើយដូចពួកគាត់ធ្វើការឆ្ងាយអីត្រូវការជិះរថភ្លើងរហូតតែសម្រាប់ខ្ញុំគឺខ្ញុំអត់ដែរបង់ជាខែ$30ទេដោយសារតខ្ញុំអត់ដែរទៅណាហើយកន្លែងធ្វើការខ្ញុំចិត្តសាលាស្រាប់អញ្ចឹងទៅក៏ខ្ញុំអត់ដែរបង់ថ្លៃរថភ្លើងអីដែរខ្ញុំត្រូវការជិះខ្ញុំដាក់លុយនៅក្នុងអញ្ចឹងខ្ញុំគិតថាជិះរថភ្លើងអីហ្នឹងខ្ញុំមួយខែអស់តែ$10ទេយ៉ាងច្រើនបំផុតដោយសារតែខ្ញុំអត់ដែរទៅណាហើយចំណាយទៅលើស៊ីមទូរស័ព្ទទៀតមួយខែអស់$20បើសិនជាខែខ្លះទៅក្រៅទៅដើរលេងអីប្រហែលជា100អីណាខ្ញុំអត់សូវមានពេលចេញក្រៅដើរលេងផ្ដេសផ្ដាស់ទេមួយអាទិត្យខ្ញុំរៀន5ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយសៅរ៍អាទិត្យខ្ញុំជាប់ធ្វើការដូចពេលល្ងាចអីចឹងខ្ញុំតែបានទៅណាទៅណីគេទេដោយសារជាប់ធ្វើការដែរនិយាយរួមទៅពេលវេលាខ្ញុំគឺនៅកន្លែងធ្វើការរហូតដោយសារតបើសិនជាអត់ធ្វើការទេអត់មានលុយចាយគ្រប់អញ្ចឹងសរុបមកក្នុងមួយខែខ្ញុំចាយអស់ប្រហែលជា4ទៅ500បើសិនជាខ្ញុំដកលុយនឹងសំបង់ថៃដូចខែខ្លះអីអស់របស់ប្រើអីត្រូវការទិញអីដល់6ខ្ញុំគិតថាខ្ញុំចំណាយច្រើនមែនតើដោយសារតែខ្ញុំសួរអ្នកផ្សេងអីគេថាមួយខែគេចាយអស់តែ200អីទេ